តែបើសិនជាបងប្អូនប្រើពោតនៅក្នុងការចិញ្ចឹមសត្វទាបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរនាងខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងពោតក្រហមឬពោតចំណីសត្វគឺវាជាពូជពោតក្រហមដែលយើងយកមកធ្វើជាចំណីសត្វហើយវាមិនមែនជាពូជពោតដែលយើងឃើញគេលក់នៅតាមទីផ្សារបងប្អូនពោតដែលយើងទៅផ្សារយើងទិញយកមកហូបអាហ្នឹងគឺមិនមែនទេអាហ្នឹងគឺពោតសម្រាប់ប្រើសម្រាប់មនុស្សបរិភោគប៉ុន្តែបើសិនជាបងប្អូនចង់បានពោតដែលមានគុណភាពល្អយកមកលាយជាមួយចំណីសត្វហើយធ្វើឲ្យចំណីសត្វរបស់យើងកាន់តែមានគុណភាពល្អខ្ពស់ក្នុងការចិញ្ចឹមសត្វបងប្អូនត្រូវទៅយកពូជក្រហមចាដែលគេផលិតដើម្បីយកមកធ្វើជាចំណីសត្វចំពោះទីផ្សារពោតក្រហមនៅក្នុងស្រុកគឺមានការនាំយកទៅលក់នៅរោងចក្រផលិតចំណីសត្វដែលមានក្រុមហ៊ុនសត្វជាច្រើននៅក្នុងប្រទេសកម្ពុជាអញ្ចឹងគឺសម្រាប់ប្រជាកសិករដែលគាត់ដាំពោតក្រហមហ្នឹងគឺគាត់មានការយកទៅលក់នៅតាមរោងចក្រផ្សេងតាមទីក្រុងឬក៏តាមបណ្ដាខេត្តផ្សេងតាមតម្រូវការរបស់ម្ចាស់កសិដ្ឋានហើយចំពោះទីផ្សារនៅក្រៅស្រុកគឺយើងមានការនាំចេញទៅប្រទេសថៃហើយនិងប្រទេសវៀតណាមពោតក្រហមដែលយើងប្រើនៅក្នុងការចិញ្ចឹមសត្វគឺយើងអាចប្រើជាមួយនឹងសត្វពពួកបក្សីដូចជាទាមាន់កង្ងានជ្រូកគោក្របីពពែចៀមជាដើមប៉ុន្តែបើសិនជាយើងប្រើចំពោះជ្រូកសាច់ដែលយើងយកទៅលក់នៅទីផ្សារគឺយើងត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពោតដែលមានកម្រិតខ្ពស់ពេកបើយើងប្រើមានកម្រិតខ្ពស់ពេកគឺអាចធ្វើឲ្យជ្រូករបស់យើងសម្បូរខ្លាញ់ដែលជាមិនតម្រូវការរបស់ទីផ្សារក្រៅពីនេះគឺយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់មែនទែននៅក្នុងការយកពោតទៅចិញ្ចឹមទាពីព្រោះនៅពេលដែលយើងយកពោតទៅប្រើក្នុងចំណីទាយើងត្រូវតែរើសពោតដែលមានគុណភាពល្អនិងស្តង់ដារដូចជានៅពេលដែលបងប្អូនទិញពោតគឺវាមានអាចជាមានប្រភេទពោតគ្រាប់ហើយនិងពោតកិនម៉ត់តែម្ដងប៉ុន្តែបើសិនជាបងប្អូនចង់បានប្រភេទពោតដែលកិនម៉ត់ល្អបងប្អូនត្រូវតែសិក្សាមើលពីក្រុមហ៊ុនដែលបងប្អូនទិញយកមកឬក៏កន្លែងដែលបងប្អូនទិញនឹងឲ្យច្បាស់លាស់ពីព្រោះជៀសវាងការដែលគេកិនពោតម៉ត់គឺគេយកទៅលាយជាមួយនឹងសារធាតុផ្សេងៗដើម្បីឲ្យបានបរិមាណច្រើនអញ្ចឹងអាហ្នឹងនៅពេលដែលយើងយកមកលាយឲ្យចំណីសត្វគឺវានឹងធ្វើឲ្យសត្វរបស់យើងមានផលប៉ះពាល់ដល់សុខភាពហើយមួយទៀតខ្ញុំណែនាំឲ្យបងប្អូនយកប្រភេទពោតដែលជាប្រភេទគ្រាប់តែម្ដងបើសិនជាបងប្អូនមានពេលបងប្អូនកិនដោយខ្លួនឯងនោះបងប្អូននឹងទទួលបានពោតដែលមានគុណភាពល្អតែម្ដងដោយយើងកិនដោយខ្លួនឯងគឺយើងដឹងហ្មងថាហ្នឹងជាពោតសុទ្ធហើយនឹងមួយទៀតបើសិនជាបងប្អូនទិញមកបងប្អូនត្រូវសង្កេតមើលពោតឲ្យល្អគឺពោតដែលមិនមានជំងឺផ្សិតហើយនឹងបាក់តេរីបើសិនជាពោតដែលមានជំងឺផ្សិតនិងបាក់តេរីវានឹងផ្ទុកនៅសារធាតុពុល aflatoxin ដែលសារធាតុពុល aflatoxin នេះនៅពេលដែលយើងយកពោតទៅប្រើក្នុងចំណីទាដែលមានតុកនៅសារធាតុពុល aflatoxin គឺនឹងប៉ះពាល់ដល់សុខភាពទាខ្លាំងអាចស្លាប់បានពីព្រោះទាមានប្រព័ន្ធការពារទាបមែនតែនចំពោះសារធាតុ aflatoxin ជាចុងក្រោយនាងខ្ញុំសូមអរគុណច្រើនមែនទែនសម្រាប់បងប្អូនដែលទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបងប្អូនកុំភ្លេចឲ្យសោះសម្រាប់បងប្អូនដែលគាត់ចង់ដឹងតាក់ទងទៅនឹងការចិញ្ចឹមសត្វហើយនឹងតាក់ទងទៅនឹងចំណីឬក៏វត្ថុធាតុដើមនៃការចិញ្ចឹមសត្វបងប្អូនអាចតាមដានវីដេអូរបស់នាងខ្ញុំនឹងចែករំលែកនៅចំណេះដឹងល្អៗជូនដល់បងប្អូនទាំងអស់គ្នា